chất chốt nam pi pon mà phải bầm muối bong pon bàn tay đợt dồn mà cường ní nơi tầm miền ca com tro pi sầm nạ bong pon dương tràn mình tên bong pon hồi ní cứ chia hai lần đợt nam pi pon bấy mà sân 4 chọn đơn tham miên là cái nạ sập bắt ở vậy khác bàn bong pon dương nơi ta mình to com tro ta mà môi nhung ở khné bong pon ta đaពីផ្នែកខាងមុខទៅមុនបងប្អូនបើយើងមើលមកចង្គៀងគុជរបស់គេនេះគឺមានចង្គៀង2សម្រាប់បំភ្លឺផ្លូវមើលមកផ្នែកខាងនេះគឺមានប៉ាណាអមជាមួយនឹង logo នៅផ្នែកចំកណ្ដាលបងប្អូនបាទ Highlander ម៉ាស៊ីន4នេះគឺប្រើប្រាស់ដោយ Piston 4មានកម្លាំងម៉ាស៊ីន 2.4 បងប្អូនហើយអាចផលិតកម្លាំងសេះបានរហូតដល់155សេះកម្លាំងម៉ាស៊ីនប៉ុណ្នេះគ្រប់គ្រាន់សម្រាប់បងប្អូនយើងធ្វើដំណើរទីជិតទីឆ្ងាយបងប្អូនបាទបើនិយាយពីកម្រិតស៊ីសាំងវិញក្នុង100គីឡូស៊ីប្រហែលពី8លីត្រទៅ10លីត្រទេបងប្អូនបើនិយាយពីចំណុះធុងសាំងរបស់គេវិញអាចស្តុកបានរហូតដល់75លីត្រឯណោះបងប្អូនណាបាទបើយើងនិយាយពីតួខ្លួនទាំងមូលហ្មងមានគីឡូខ្ទង់2260គីឡូជាងបងប្អូនហើយបើយើងកលេចមកមើលពីទំហំកង់គេវិញគឺមានទំហំ16អ៊ីងបងប្អូនអមជាមួយនឹងប្រាំងគៀប ABS ទាំង4គ្រាប់តែម្ដងបាទប្រាំង ABS ធ្វើឲ្យបងប្អូនធ្វើដំណើរតាមដងផ្លូវគឺចាប់ប្រាំងទៅគឺស៊ីបានល្អមែនតើបាទចំណុចពិសេសមួយទៀតដែលបងប្អូនយើងតែងតែចង់បានម៉ាស៊ីន4យកទៅប្រើប្រាស់គឺបងប្អូនយើងបង់ពន្ធផ្លូវតែ250000នៅក្នុងមួយឆ្នាំបើបងប្អូនយើងប្រើប្រាស់ម៉ាស៊ីន6ពន្ធផ្លូវយើងចំណាយរហូតដល់ទៅ60000ណោះបាទអញ្ចឹងឥឡូវនេះយើងមកមើលផ្នែកខាងក្នុងទាំងអស់គ្នាថានៅផ្នែកខាងក្នុងនេះធំទូលាយកម្រិតណាស្អាតកម្រិតណាតើបងប្អូនតើយើងចូលមកដល់ខាងក្នុងនេះមានអារម្មណ៍ថាស្រឡះមែនតើបងប្អូនបាទការរៀបចំនេះគឺមើលទៅសាមញ្ញមែនតើបងប្អូនណាបាទហើយបើយើងកលេចមកខាងមុខនេះគឺមានកុងទ័របង្ហាញពីល្បឿនមានបង្ហាញពី RPM មានបង្ហាញពីកម្រិតសាំងបងប្អូនហើយផ្នែកខាងនេះវិញការរៀបចំមកគឺសាមញ្ញបងប្អូនកន្លែងនេះស្ដាប់តន្ត្រីអញ្ចឹងទៅបាទបើនិយាយពីពុកស្បែកវិញបាទយើងអង្គុយមកគឺមានអារម្មណ៍ថាយើងស្រឡះល្អមែនតើបាទអង្គុយមកគឺមានផាសុកភាពមែនតើណាបងប្អូនហើយផ្នែកខាងលើវិញគឺយើងអាចបើកដបូលបានបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលមានក្មេងៗក៏ចង់ឈរដើម្បីស្រូបយកខ្យល់អាកាសគឺបានណាបងប្អូនបាទហើយកន្លែងនេះវិញគឺកន្លែងគេដាក់បរិយដាក់អីអញ្ចឹងបងប្អូននេះកន្លែងដាក់បរិយកន្លែងនេះកន្លែងដាក់អវ៉ាន់អញ្ចឹងណាកន្លែងនេះក៏អាចដាក់អវ៉ាន់បានដែរនេះបងប្អូនដាក់អវ៉ាន់បានច្រើនគួរសមដែរបាទហើយកន្លែងនេះយើងអាចដាក់ដៃបានឥឡូវយើងទៅមើលផ្នែកខាងក្រោយទាំងអស់គ្នាបងប្អូនតោះយើងចូលមកដល់ផ្នែកខាងក្រោយវិញបងប្អូនមានអារម្មណ៍ថាស្រឡះមែនតើបងប្អូនបាទបងប្អូនជិះគ្នា3ទៅ4នាក់អីក៏អត់ជាបញ្ហាដែរបងប្អូនបាទហើយកន្លែងនេះយើងអាចដាក់អវ៉ាន់បានទៀតនេះកន្លែងនេះហើយកន្លែងនេះយើងអាចដាក់កែវទឹកបាន2បងប្អូនណាហើយនេះដាក់អវ៉ាន់បានខ្លះទៀតហើយនេះយើងដាក់ដូចជាសភៅអីបានកន្លែងនេះបាទទូលាយបងប្អូនយើងមានសមាជិកត្រឹម5 6នាក់អីបងប្អូនប្រើប្រាស់ Highlander គឺស័ក្តិសមខ្លាំងមែនទែនបងប្អូនបាទឥឡូវយើងទៅមើលផ្នែកខាងក្រោយមកបន្តិចទៀតបាទហើយយើងនឹងសាកល្បងជិះទាំងអស់គ្នាបងប្អូនតោះនៅផ្នែកខាងក្រោយនេះគឺធំទូលាយមែនតើបងប្អូនដាក់អីបានច្រើនមែនតើណាបាទហើយនៅផ្នែកខាងនេះយើងអាចធ្ពូអីសម្រាប់ចងអីបានអីបានអានេះកន្លែងនេះកន្លែងកតុយបរិយបងប្អូនកន្លែងយើងអាចសាក់ថ្មទូរស័ព្ទបានហើយនៅខាងក្រោមនេះវិញមានកង់ស្គូមានអីអញ្ចឹងណាបាទចឹងសម្រាប់បងប្អូនយើងធ្វើដំណើរអីមានបញ្ហាបែកកង់បែកអីយើងមានកង់ស្គូអញ្ចឹងបងប្អូនបាទហើយបងប្អូនយើងនេះចូលអង្គុយក្នុងមកលវងហ្មងបងប្អូនបាទមកស្លាស់បងគ្នា2មីនក៏ជិះបានដែរបងប្អូនបាទអត់ជាបញ្ហាទេបាទតោះឥឡូវយើងសាកល្បងបើកបោទាំងអស់គ្នាតោះមកសាកល្បងបើកទាំងអស់គ្នាបងប្អូនថា Highlander ម៉ាស៊ីន4មានកម្លាំងស្ទុះកម្រិតណាតាអូស្ទុះបងប្អូនស្ទុះខ្លាំងមែនតើបងប្អូនណាបាទយកសម្រាប់ Highlander នេះប្រើប្រាស់ប្រអប់លេខ4វគ្គអូតូបងប្អូនណាហើយសម្រាប់បងប្អូនយើងយកទៅប្រើប្រាស់ជុំគ្រួសារគឺស័ក្តិសមខ្លាំងមែនតើបងប្អូនយើងបើកបោនៅលើដងផ្លូវមានអារម្មណ៍ថាស្និទ្ធជាមួយវាមែនតើបងប្អូនបាទបងប្អូនយើងជិះកុងទ័រលោតដល់100ជាងក៏អត់ជាបញ្ហាដែរអត់មានឃ្លោងអត់មានអីទេនៅពេលដែលបងប្អូនយើងវ៉ាចេញអីគឺម៉ាស៊ីន4យើងអាចវ៉ាបានមកស្រួលតែម្ដងបងប្អូនអត់ជាបញ្ហាទេណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងដែលចង់បាន Highlander យកទៅប្រើប្រាស់បងប្អូនអាចរកទិញបានក្នុងតម្លៃចាប់ពី13000ជាង
ឡើងទៅបងប្អូនមានទៅតាមពណ៌ទៅតាម option ចាក់ស្ដែងដែលបងប្អូនយើងទៅមើលចាក់ស្ដែងអញ្ចឹងណាបាទហើយបងប្អូនយើងចង់បានរថយន្តស្អាតៗកុំភ្លេចទៅមើលនៅឃ្លាំង Auto ណាបងប្អូនបាទហើយសម្រាប់បងប្អូនដែលមានសមាជិក 4-5 នាក់គឺខ្ញុំរីកមិនខ្លាំងមែនទែនឲ្យប្រើប្រាស់ Highlander បងប្អូនណាបាទព្រោះដោយសារតែ Highlander ទីផ្សាររបស់វាគឺល្អបងប្អូននៅពេលដែលបងប្អូនយើងយកទៅប្រើប្រាស់មួយរយៈចង់លក់ចង់វាយដូរអីគឺងាយស្រួលបងប្អូនណាពីខ្ញុំទៅមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងបងប្អូនដែលចង់បានបងប្អូនអាចមកតេស្តសាកល្បងនៅឃ្លាំង Auto បានបងប្អូនបាទបាយបាយ